វិស័យអចលនទ្រព្យអាចផ្ដល់ប្រាក់ចំណេញខ្ពស់ប៉ុន្តែក៏មានហានិភ័យខ្ពស់ដូចគ្នាដូច្នេះមុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យសួរសំណួរទាំង5បើសិនជាចម្លើយ yes អ្នកអាចពិចារណាក្នុងការវិនិយោគទី1តើខ្ញុំដឹងពីហានិភ័យនៅក្នុងវិស័យអចលនទ្រព្យកាលពីមុនឬក៏អត់វដ្តនៃទីផ្សារអចលនទ្រព្យតម្រូវការលើសព័ត៌មានមិនច្បាស់លាស់ការលក់យឺតបញ្ហាដែលកើតឡើងពីអតីតកាលគឺជាមេរៀនក្នុងការសម្រេចចិត្តទី2តើខ្ញុំវិនិយោគជាមួយនឹងសាច់ប្រាក់លើសដែលខ្ញុំមានអចលនទ្រព្យគឺជាការវិនិយោគរយៈពេលវែងដូច្នេះมันអាចប្រើប្រាស់ជាមួយនឹងសាច់ប្រាក់ដែលអ្នកអាចនឹងប្រើប្រាស់ក្នុងពេលបន្ទាន់ទី3តើគោលដៅក្នុងការវិនិយោគរបស់ខ្ញុំជាអ្វីចំណុចនេះគឺពាក់ព័ន្ធជាមួយនឹងចំណូលនៃការជួលឬក៏កំណើនអចលនទ្រព្យគោលដៅខុសគ្នាតម្រូវឲ្យមានយុទ្ធសាស្ត្រក្នុងការវិនិយោគខុសៗគ្នាទី4តើខ្ញុំមានអ្នកជំនាញក្នុងការប្រឹក្សាតាក់ទងជាមួយនឹងច្បាប់ពន្ធនិងអចលនទ្រព្យឬក៏អត់ការប្រឹក្សាដែលច្បាស់លាស់និងត្រឹមត្រូវអាចធ្វើឲ្យខ្ញុំជៀសវាងពីហានិភ័យជាច្រើននិងចំណាយដែលបិទបាំងជាចុងក្រោយតើខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការតាំងចិត្តក្នុងរយៈពេលវែងហើយឬនៅដោយសារប្រាក់ចំណេញពីវិស័យអចលនទ្រព្យពាក់ព័ន្ធជាមួយនឹងការវិនិយោគរយៈពេលវែងមិនមែនពាក់ព័ន្ធជាមួយនឹងការទិញលក់នៅក្នុងរយៈពេលខ្លីប្រាក់ចំណេញខ្ពស់កើតចេញពីទំនួលខុសត្រូវដូច្នេះបើសិនជាអ្នកអាចគ្រប់គ្រងហានិភ័យបានល្អអចលនទ្រព្យនឹងបង្កើនទ្រព្យនៅក្នុងរយៈពេលវែង